អាចកំបាំងទាំង6នៃសរីរាង្គតំបន់ពិសេសស្ត្រីអ្វីដែលមិត្តនារីគ្រប់រូបមិនគួរមើលរំលងជំរាបសួរបងប្អូនដែលនិយមតាមដានចំណេះដឹងសុខភាពទាំងអស់គ្នាកន្លងមកយើងធ្លាប់បានស្វែងយល់ជាមួយគ្នាអំពីអាចកំបាំងនៃសរីរាង្គបុរសរួចមកហើយនៅក្នុងវីដេអូនេះយើងនឹងមកស្វែងយល់ពីសរីរាង្គតំបន់ពិសេសស្ត្រីដែលជាផ្នែកមួយនៃរាងកាយស្ត្រីវិញម្ដងនោះគឺទ្វារមាសសរីរាង្គនេះមិនមែនត្រឹមតែជាផ្នែកមួយនៃប្រព័ន្ធបន្តពូជឡើយប៉ុន្តែវាគឺជាសរីរាង្គដែលមានសមត្ថភាពអស្ចារ្យបំផុតដូចជាការយឺតតម្រុតខ្លួនបានរហូតដល់ 200% អំឡុងពេលសម្រាលបុត្រនិងការផ្ដល់នូវក្តីសុខដ៏លើសលប់ប៉ុន្តែតើបងប្អូនដឹងទេថាមានអាចកំបាំងនឹងចំណុចបច្ចេកទេសជាច្រើនដែលស្ត្រីភាគច្រើនសូម្បីតែខ្លួនឯងផ្ទាល់ក៏មិនទាន់បានដឹងច្បាស់នៅឡើយតោះកុំអោយខាតពេលយូរយើងមកស្វែងយល់ឲ្យលម្អិតទាំងអស់គ្នាចំណុចទី1សាច់ដុំអាងត្រគាកនិងលំហាត់ប្រាណកេហ្គែលការហាត់ប្រាណមិនត្រឹមតែល្អចំពោះសាច់ដុំខាងក្រៅដូចជាដៃជើងឬពួកនោះទេតែវាមានសារៈសំខាន់បំផុតសម្រាប់សាច់ដុំដែលមើលមិនឃើញគឺសាច់ដុំអាងត្រគាកសាច់ដុំដែលទ្រទ្រង់តំបន់សុខភាពបន្តពូជនិងប្លោកនោមហៅថា pelvic floor muscle នៅពេលសាច់ដុំនេះរឹងមាំវានឹងជួយឲ្យតំបន់នោះមានភាពរលាស់តឹងណែននិងការពារបញ្ហាសុខភាពដូចជាការលិចនោមនៅពេលក្អកឬកណ្ដាស់តិចនិចការហាត់កេហ្គែលបងប្អូនអាចហាត់ដោយការខ្ជិបដោយពេលយើងកំពុងប្រាំងទប់នោមខ្ជិបឲ្យណែនរួចទប់ឲ្យបាន10វិនាទីបន្ទាប់មកប្រឡែងយឺតការធ្វើបែបនេះ10តែ20ដងក្នុងមួយជុំឲ្យបាន2ដងក្នុងមួយថ្ងៃនឹងជួយឲ្យតំបន់នោះតឹងណែនល្អត្រឹមរយៈពេលតែ1ខែប៉ុណ្ណោះចំណុចទី2ភាពយឺតដូចកៅស៊ូនិងការវិលត្រឡប់មកសភាពដើមស្ត្រីនិងបុរសជាច្រើនតែងតែមានការយល់ច្រឡំថាការមានភាពស្និទ្ធស្នាលញឹកញាប់ឬការមានដៃគូដែលមានទំហំធំអាចធ្វើឲ្យតំបន់ពិសេសរីករហូតខូចរូបរាងជាអចិន្ត្រៃយ៍តាមការពិតនៃវិទ្យាសាស្ត្របានឲ្យដឹងថាទ្វារមាសមានជាលិកាសាច់ដុំដែលយឺតខ្លាំងបំផុតឬ elasticity វាអាចពង្រីកខ្លួនដើម្បីទទួលយកអ្វីដែលចូលទៅនិងអាចពង្រីកបានធំបំផុតនៅពេលសម្រាលកូនប៉ុន្តែអ្វីដែលអស្ចារ្យនោះគឺវានឹងវិលត្រឡប់មកសភាពដើមវិញជានិច្ចក្រោយពេលបញ្ចប់សកម្មភាពតឹងណែនឬធូរមិនមែនអាស្រ័យលើចំនួនដងនៃភាពស្និទ្ធស្នាលឡើយតែវាអាស្រ័យលើភាពរឹងមាំនៃសាច់ដុំអាងត្រគាកដោយដែលបានរៀបរាប់ខាងលើចំណុចទី3បម្រែបម្រួលនៃក្លិននិងទឹករំអិលតាមវដ្តរដូវតំបន់សម្ងាត់មិនមែនមានសភាពដូចគ្នាជារៀងរាល់ថ្ងៃនោះទេវាប្រែប្រួលទៅតាមអរម៉ូនអំឡុងពេលមករដូវកម្រិត pH ក្នុងតំបន់ពិសេសនឹងប្រែប្រួលដែលអាចធ្វើឲ្យមានក្លិនថ្លែកបន្តិចបន្តួចនេះជារឿងធម្មជាតិប៉ុន្តែបើសិនជាមានក្លិនមិនល្អខ្លាំងឬមានពណ៌ខុសធម្មតាដូចជាបៃតងឬលឿងនោះគឺជាសញ្ញានៃការឆ្លងមេរោគអំឡុងពេលបញ្ចេញពងឬ ovulation រាងកាយស្ត្រីនឹងផលិតទឹករំអិលច្រើនជាងធម្មតាដល់ទៅ2ដងទឹករំអិលនេះមានសណ្ឋានថ្លានិងរអិលដោយផ្នែកសនៃពងមាន់ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់មេជីវិតឈ្មោលទៅបង្កកំណើតចំណុចទី4ចំណុចរសាយពិសេស clitoris និងបណ្ដាញសរសៃប្រសាទដ៏អស្ចារ្យនេះគឺជាចំណុចដែលផ្ដល់ក្តីសុខបំផុតសម្រាប់ស្ត្រីដែលវិទ្យាសាស្ត្ររកឃើញថាអស្ចារ្យខ្លាំងមែនទែន clitoris គឺជាសរីរាង្គតែមួយក្នុងរាងកាយមនុស្សដែលកើតមកសម្រាប់តែភាពរីករាយនិងក្តីសុខផ្លូវភេទតែម្យ៉ាងវាសម្បូរទៅដោយសរសៃប្រសាទទទួលអារម្មណ៍រហូតដល់8,000 ខ្សែខណៈដែលសរីរាង្គបុរសមានត្រឹមតែ4,000 ខ្សែប៉ុណ្ណោះនេះបញ្ជាក់ថាស្ត្រីអាចទទួលអារម្មណ៍រំភើបខ្លាំងជាងបុរសដល់ទៅ2ដងប្រសិនបើទទួលបានការផ្ញើតនិងការថែទាំអារម្មណ៍បានត្រឹមត្រូវពីដៃគូចំណុចទី5សមត្ថភាពសម្អាតខ្លួនឯងឬ self cleaning ស្ត្រីជាច្រើនចំណាយលុយច្រើនលើផលិតផលលាងសម្អាតគីមី
ប៉ុន្តែតាមពិតតំបន់ពិសេសមានម៉ាស៊ីនសម្អាតក្នុងខ្លួនស្រាប់ទឹករំអិលដែលបញ្ចេញមកគឺជាអ្នកបត់សម្អាតបាក់តេរីអាក្រក់និងកោសិកាចាស់ៗចេញមកក្រៅដោយខ្លួនឯងដើម្បីរក្សាតុល្យភាព pH ដូច្នេះការប្រើសាប៊ូក្រអូបខ្លាំងឬការលាងសម្អាតដោយបាញ់ទឹកចូលខាងក្នុងនឹងបំផ្លាញបាក់តេរីល្អដែលនាំឲ្យកើតមេរោគផ្សិតនិងមានក្លិនមិនល្អទៅវិញអ្នកជំនាញណែនាំឲ្យលាងតែផ្នែកខាងក្រៅដោយទឹកស្អាតឬសាប៊ូអនាម័យស្រទន់បំផុតគឺគ្រប់គ្រាន់ហើយចំណុចទី6អាហារនិងទម្លាប់ការពារយ៉ាអ៊ូការញ៉ាំយ៉ាអ៊ូដែលមានប្រូបៃអូទិកជួយឲ្យតំបន់ពិសេសមានសុខភាពល្អនិងការពារមេរោគផ្សិតការបន្តបាំងនោមក្រោយភាពស្និទ្ធស្នាលគឺជាទម្លាប់មាសដើម្បីលាងបាក់តេរីចេញពីភ្លៅនោមការពារជំងឺរលាកភ្លៅនោមការប្រើប្រាស់ខោក្នុងកប៉ាស់ជួយឲ្យខ្យល់ចេញចូលបានល្អនិងកាត់បន្ថយសំណើមដែលជាប្រភពនៃមេរោគសរុបមកការយល់ដឹងពីសារីរាង្គខ្លួនឯងមិនមែនជារឿងគួរឲ្យខ្មាស់អៀនទេប៉ុន្តែវាគឺជាការវិនិយោគលើសុខភាពនិងសុភមង្គលយូរអង្វែងចូលថែរក្សាតំបន់សម្ងាត់របស់អ្នកដោយភាពវៃឆ្លាតនិងរក្សាអនាម័យឲ្យបានល្អជានិច្ចសង្ឃឹមថាវីដេអូនេះនឹងផ្ដល់ជាចំណេះដឹងដ៏មានតម្លៃសម្រាប់មិត្តនារីនិងជាការយល់ដឹងបន្ថែមសម្រាប់មិត្តបុរសដើម្បីមើលថែដៃគូឲ្យកាន់តែប្រសើរប្រសិនបើបងប្អូនពេញចិត្តនឹងគាំទ្រមាតិកាអប់រំសុខភាពបែបនេះសូមកុំភ្លេចចុច like និង share ទៅកាន់មនុស្សជាទីស្រឡាញ់ឬមិត្តភ័ក្តិឲ្យបានដឹងផងបើមានចម្ងល់ឬចង់ឲ្យយើងរៀបចំប្រធានបទអ្វីផ្សេងទៀតសូម comment នៅខាងក្រោមហើយជាពិសេសកុំភ្លេចចុច subscribe និងរូបកណ្ដឹងដើម្បីទទួលបានចំណេះដឹងសុខភាពថ្មីៗពី Channel របស់យើងជារៀងរាល់ថ្ងៃសូមអរគុណសម្រាប់ការតាមដានស្ដាប់តាំងពីដើមរហូតដល់ចប់សូមជូនពរសុខភាពល្អគ្រប់គ្នានិងជួបគ្នានៅវីដេអូក្រោយ